គួរឲ្យកោតសរសើរមែនសង្ងំមិនសូវបង្ហាញមុខដូចមុនតែកញ្ញាស៊ីនយូប៊ីននៅតែមានឥទ្ធិពលត្រៀមទៅទទួលពានរង្វាន់ពីទស្សនាវដ្តីអាមេរិកដ៏ធំមួយនៅប្រទេសវៀតណាមមហាជនអ្នកគាំទ្រតារាសម្ដែងស្រីកម្ពុជាដ៏ឆ្នើមកញ្ញាស៊ីនយូប៊ីនសិតសឹងតែជ្រាបពីវិស័យសិល្បៈរបស់នាងដែលប៉ុន្មានឆ្នាំកន្លងទៅនាងជាប់ឈ្មោះជាតារាស្រីដ៏មានសក្តានុពលលើឆាកអន្តរជាតិខណៈនាងទទួលបានឱកាសធំៗក្នុងការចូលរួមកម្មវិធីអន្តរជាតិផ្សេងៗដោយទទួលបានការអញ្ជើញពីកម្មវិធីនិងម្ចាស់ប្រេនធំៗលំដាប់ពិភពលោកចូលរួមកម្មវិធីជាមួយនឹងកម្ពុជាតារាល្បីៗពីបណ្ដាញប្រទេសផ្សេងៗពេញដោយមោទកភាពសម្រាប់កម្ពុជាដោយឡែកមកទល់ពេលនេះត្បិតតែតារាស្រីស៊ីនយូប៊ីនត្រូវបានគេចាប់អារម្មណ៍ថាមិនសូវបង្ហាញពីសកម្មភាពការងារសិល្បៈលើ Facebook ដូចមុនខណៈមានបញ្ហា Fake នោះតែនាងក៏នៅតែបំពេញការងារសិល្បៈទាំងមមាញឹកទាំងក្នុងនិងក្រៅប្រទេសព្រមទាំងបង្ហាញលើបណ្ដាញសង្គមផ្សេងៗទៀតជាក់ស្ដែងថ្មីៗនេះតាមរយៈការបង្ហាញលើ Story គណនី Instagram តារាសម្ដែងស្រីស៊ីនយូប៊ីនបានបង្ហាញពីការងារសិល្បៈខ្លួនពេញដោយមោទកភាពដែលនាងទទួលបានការអញ្ជើញចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់របស់ទស្សនាវដ្តីអាមេរិកដ៏ធំមួយគឺ Harper Bazaar ដែលរៀបចំឡើងនៅប្រទេសវៀតណាមនៅថ្ងៃទី30ខែតុលាឆ្នាំ2025ខាងមុខនេះពិតជាគួរជាទីមោទនៈមែនទែនសម្រាប់តារាស្រីរូបនេះដែលតែងតែបង្ហាញមុខនៅលើឆាកអន្តរជាតិតើតើទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា